បាទសួស្តីដូចជារៀបសួរពុកម៉ែបងប្អូនជាទីមេត្រីបាទបន្ទាប់ពីវិច្ចប់អត់ដល់គោឲ្យជន់ហើយបន្តមកខ្ញុំក៏បានចូលមកក្នុងចការរបស់ខ្ញុំបងប្អូនណានេះចការខ្ញុំគឺថាខ្ញុំមកមើលតកៅស៊ីក្រូចអត់ក្រូចសាច់ខ្ញុំទៅដាំបានមួយខែជាងណាបងប្អូនណានេះល្អណាបងប្អូននេះខ្ពស់ស្រាប់អូហូមើលតើមានតកៅវាលឹកនេះលឹករួញហើយមានតកៅស៊ីបងប្អូនបាទឥឡូវខ្ញុំដើរឆែកមើលសិនបើថាមានតកៅស៊ីឬក៏លឹកវារួញខ្លាំងនឹងយើងប្រើថ្នាំបាញ់វាបងប្អូនណាតែនេះដូចជាអត់មានបញ្ហាអីទេវាថាល្អមែនទេបងប្អូនបាទពុកម៉ែបងប្អូនបាទនេះគឺថាដាប់បានមួយខែជាងបងប្អូន30ថ្ងៃជាងគឺថាលទ្ធផលល្អមែនទេបងប្អូនណាបាទបងប្អូនណាដែលចង់បានពូជប្រភេទពូជកូនក្រូចផ្សាំបងប្អូនណាមានក្រូចគ្រប់ប្រភេទបងប្អូនអាចតម្រូវការបានដើមកលាំងមកល្អនេះថាដាំទៅមិនអន់ទេបងប្អូនល្អមែនទេបងប្អូនណាគឺថាតម្លៃធូរថ្លៃមែនទេត្រូវការមានណាបងប្អូនណាបាទដាក់ទម្លាក់លើតាមលើហ្នឹងបងប្អូនណាបាទអូខេអរគុណច្រើនបាយបងប្អូន